សូមគោរពនឹងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមនឹងប្រើប្រាស់ទៅលើផលិតផលគូបតាចឹងថ្ងៃនេះគឺយើងបានចេញមកមួយទៀតហើយចំពោះ DC 120X គឺចេញមកហើយនេះគឺជារូបរាងប៉ុងរបស់វាគឺនៅក្រោយបាទនេះគឺជាកម្មកាយហើយចំពោះរលោរបស់យើងគឺមាន9ចឹងនេះគឺជារូបរាងរបស់វាជង្គង់ចឹងនេះគឺបានមកដល់នៅប្រទេសកម្ពុជារបស់យើងហើយចឹងបើសិនជាបងប្អូនដែលត្រូវការឬក៏ចង់បានជាមួយនឹងផលិតផល DC 120X គឺអាចទំនាក់ទំនងមកបានទីតាំងនៅខាងគូបតាប្រទេសនីជ័យចឹងនេះគឺរូបរាងរចនាបថរបស់យើងនេះគឺយើងអត់ទាន់លាក់ចុះពីលើឡានទេគឺទៅបដោក្តៅតែម្ដងហើយចំពោះមុខកាត់របស់វាគឺ3ម៉ែត្រចំពោះស៊េរីនេះគឺមុខកាត់របស់វាគឺ3ម៉ែត្រណាចឹងបើសិនជាពុកម៉ែបងប្អូនដែលពេញនិយមចង់បាននិងប្រើប្រាស់ទៅលើផលិតផលគូបតាគឺអាចទំនាក់ទំនងមកបានចំពោះនេះគឺជាម៉ាស៊ីនច្រូត DC 120X ចឹងនេះគឺងាយស្រួលមែនទែនចំពោះរូបរាងរបស់វាគឺរចនាម៉ូដស្រស់ស្អាតមែនទែនមើលទៅទាក់ភ្នែកចឹងនេះគឺរូបរាងប៉ុងផ្នែកខាងក្រោយនេះគឺជាគូតសម្រាប់ធ្វើការបញ្ចេញចំបើងគឺងាយស្រួលមែនទែនស្រស់ស្អាតមែនទែនចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់បានគឺអាចទំនាក់ទំនងមកបានចំពោះខាងក្រោមគឺរចនាបថបែបស្អាតមែនទែនចឹងនេះគឺបានមកដល់ហើយចំពោះពុកម៉ែបងប្អូនដែលស្រឡាញ់និងចូលចិត្តចង់ឃើញនៅផលិតផលគូបតា DC 120X នេះគឺបានមកដល់ហើយចំពោះម៉ែបងប្អូនអាចមើលលេងបានចឹងបើសិនជាបងប្អូនណាមានតម្រូវការអីគឺអាចមកមើលបាននៅទីតាំងហាងគឺខាងគូបតាសៀងហ៊ីប្រទេសនីជ័យហើយនេះគឺម៉ាករបស់គេចឹងនេះបងប្អូនមើលរូបជុំវិញណាខ្ញុំមកមើលមកជុំវិញសិននេះរូបរាងជុំវិញរបស់គេគឺស្រស់ស្អាតមែនទែនគឺស្អាតមែនទែនចឹងបើសិនជាពុកម៉ែបងប្អូនត្រូវការក៏អាចមកមើលបានចឹងនេះគឺជាស៊េរីថ្មីបំផុតដែលទើបនឹងចេញមកថ្មីគឺ DC 120X ហ្នឹងហើយចឹងនេះគឺយើងមានជាដើមមានអីឡើងត្រឹមត្រូវបាទហើយចំពោះទាំងហើបំពុកធុងទឹកនោះគឺយើងអាចបកចេញបកចូលបានសិនជាវាស្ទះកណ្ដោងយើងអាចបកចេញបកចូលវាបានចំពោះហ្នឹងណាចឹងនេះគឺរូបរាងរបស់វាទៅទៀតខ្ញុំនឹងទៅបង្ហាញនៅខាងលើចឹងខ្ញុំឲ្យពុកម៉ែបងប្អូនមើលពីក្រោមពីជ្រុងជ្រោយវាអស់សិនហើយខ្ញុំនឹងឡើងទៅពីលើវិញអូខេនេះគឺយើងមានជណ្ដើរសម្រាប់ធ្វើការឡើងនេះគឺងាយស្រួលមែនទែនចំពោះរូបរាង